សួស្តីបងប្អូនថ្ងៃនេះធ្វើបទបង្ហាញពាក់ព័ន្ធទៅលើអាជីវកម្មទៅលើប្រភេទសិនកាន់ត្រូវនឹងហើយចង់ស្រាយចម្ងល់ទៅដល់បងប្អូនមិនមែនអតិថិជននឹងហើយបើបងប្អូនអតិថិជនគាត់ដឹងហើយថាសិនខ្ញុំវាមិននឹងហើយខ្ញុំធ្វើបទបង្ហាញទៅដល់បងប្អូនទស្សនាកុំឲ្យមានចម្ងល់សង្ស័យបាទហើយសូមបងប្អូនទស្សនាបាទហើយប្រភេទមិនពីមុនខ្ញុំនៅផ្ទះបងប្អូនដល់តម្រូវការកតុយើងវាត្រូវការចាំអាចទៅព្រោះយើងបាទកាន់ទៅដល់ផ្ទះបងប្អូនអតិថិជនហើយការដើរនោះក៏អត់ឆ្ងាយបងប្អូនប្រហែលជាខ្ទង់2គីឡូឬក៏3គីឡូនឹងខ្ពស់គឺជុំវិញផ្ទះយើងទេព្រោះយើងតម្រូវការកាន់ឲ្យបងប្អូននៅស្រុកភូមិយើងគាត់អត់មានសិនកាន់ព្រោះយើងកាន់បានកតុតិចតួចប្រកបគង់ដល់ជ្រូកទៅយើងក៏មានកតុ3កតុអីបាទដល់អញ្ចឹងផ្សាយផ្សំគ្នាហើយស្រាយចម្ងល់ទៅដល់បងប្អូនគីឡូថាមិនសិនខ្ញុំលួចកស៊ីកបងប្អូនទស្សនាគឺខ្ញុំអត់មានត្រូវកន្លែងណាលួចលាក់ទេហើយមិនសិនទាំងអស់គឺបិទបាំងចិត្តទាំងអស់គាត់ថាខ្ញុំគឺកាត់វះប្រហោងទាំងអស់បងប្អូនពួកខ្ញុំអត់មានតម្រូវការបាទកាន់លួចអង្គបងប្អូនណាមួយទេការរកស៊ីយកភាពស្មោះត្រង់មករកស៊ីបងប្អូនឃើញប្រហោងគ្រប់គីឡូទៅមិនសិនខ្ញុំអត់មានកន្លែងណាទៅលាក់លៀមលួចលាក់ទេហើយនេះជាកន្លែងបងប្អូននេះបាទកន្លែងនេះក៏ជ្រែងប្រហោអង្គមកបាទបងប្អូនភេមជាស្ដាយគឺញឹកដល់ញឹកធ្លាក់មកឃើញទេបាទវាទៅនឹងអញ្ចឹងទៅអត់បានចុងច្រើនទេបងប្អូនបាទហើយខ្ញុំមិនមែនថាធ្វើឲ្យទិញជ្រែងអាអំពើដើម្បីយកចុងច្រើនអត់ទេគឺខ្ញុំយកតាមសមត្ថភាពរបស់ខ្ញុំមកសំរុំព្រោះហើយចុងនេះគឺធ្លាក់មកបានតិចតិចហើយបងប្អូនថាំងកាន់សិនខ្ញុំបានកច្រើនហើយវាមិនបានកច្រើនបងប្អូនវាបាក់ពីកណាត់ក៏វាធ្លាក់មកជាមួយអង្គដែរយើងអត់ចម្រាញ់ដាក់ជ្រែងចម្រាញ់យកតែល្អទេគឺយើងបានតាំងអាបាក់ពីកណាត់ក៏យើងបានធ្លាក់មកអង្គដល់អញ្ចឹងក៏បានច្រើនហ្នឹងហើយនេះកន្លែងទូចុងបងប្អូនអត់មានលាក់លៀមទេប្រហោងនេះទូចុងយើងកាន់ទៅបាទជួកាសកាន់ព្រឹកបាទព្រឹកដល់ថ្ងៃអញ្ចឹងទៅជួកាសខែនេះទៅគឺមួយថ្ងៃវងងាកបាទយើងប្រម៉ូយើងធ្លាក់ពីនេះទៅយើងកាយទុកនៅក្នុងទៅបាទមកដល់ផ្ទះទៅបានចុងមួយលៃពីរលៃដែរហ្នឹងហើយបើគិតជាស្រូវមិនតិចតោនទេបងប្អូនកាន់មួយថ្ងៃមិនតិចតោនទេច្រើនតោនបាទហើយចុងយើងបានមួយលៃពីរលៃមិនច្រើនទេព្រោះហេតុអីយើងប្រភេទសិនធំហើយនេះកាន់ឲ្យបងប្អូនបិទស្រាបាទព្រោះខ្ញុំទិញស្រូវមកស្តុបច្រើនទិញស្រូវដល់អញ្ចឹងយកកាន់ឲ្យបងប្អូនបិទស្រាហ្នឹងហើយបងប្អូនមានតម្រូវការបិទស្រាបបោបាយជ្រូកអីគឺខ្ញុំមានព្រោះខ្ញុំទិញស្រូវមកស្តុបច្រើនហើយភាពស្រស់ស្រាយបងប្អូនមើលឃើញគឺខ្ញុំកាត់ប្រហោងទាំងអស់ហើយអត់មានកន្លែងណាលាក់លៀមទេមិនសិនខ្ញុំគឺប្រហោងទាំងអស់បាទកន្លែងខាងក្រោយនេះបាទទូកាប៊ីនខាងក្រោយនេះបាទគឺប្រហោងដាក់តីដាក់ទួដាក់អីទេបាទរបស់វាគឺចាប់ចៅចិត្តទាំងអស់គាត់ណាមិនសិនខ្ញុំកាត់វាអស់ហើយបាទហើយកន្លែងនេះដែរបងប្អូនហ្នឹងហើយនេះគឺជាកន្លែងប្រភេទដែលយើងស៊ីបាទនេះគឺសិនផ្ទះបិទបាទយើងតម្លាក់តែកលឹះទៅគឺវាធ្លាក់ទៅគឺមានប្រហោងបងប្អូនឃើញប្រហោងបាទនេះប្រហោងតម្លាក់ដែលតម្រូវការដែលបងប្អូនស៊ីគាត់ថាមិនសិនខ្ញុំអត់មានប៉ះពាល់ទេគឺខ្ញុំយកភាពស្អាតស្អំបាទការរកស៊ីវាមានសងខាងបងប្អូននេះលើសងខាងគាត់ថាខ្ញុំបិទចិត្តអស់ហើយដើម្បីកុំឲ្យធ្លាក់ទៅចូលទៅខាងក្រោមព្រោះហេតុនេះខ្ញុំបិទចិត្តខាងក្រោមគឺខ្ញុំកាត់ប្រហោងអស់ហើយបងប្អូនឃើញបាទហ្នឹងហើយប្រហោងអស់ហើយគឺខ្ញុំអត់មានតម្រូវ